អញ្ចឹងដើម្បីអញ្យើងចឹងដើម្បីបំលែង Google Sheet ទៅជា Excel ហ្នឹងអត់ពិបាកទេលោកអ្នកគ្រូគ្រាន់តែបើកឯកសាររបស់យើងមកយើងត្រឡប់ទៅអឺនេះយើងត្រឡប់មកអញ្ចឹងមកបាទអញ្ចឹងដូចគ្នាបាទយើងចូលក្នុង Google Chrome ដែរមកបាទយើងចូលក្នុង Google Chrome បាទបន្ទាប់មកយើងជ្រើសរើស account របស់យើងមកបាទដដែលកន្លែងនេះ3 4ដងណាបាទហើយបន្ទាប់មកទៀតយើងយកកន្លែង tray 9បាទយកកន្លែង tray 9យកពាក្យថា my try អូខេសុំទោសមិនយកពាក្យថា try បាទបន្ទាប់មកបានយើងយកពាក្យថា my try បាទហើយបន្ទាប់មកទៀតបានយើងជ្រើសរើស account របស់យើងដែលសុំទោសជ្រើសរើស folder ដែលយើងបានផ្ទុក Google Sheet របស់យើងហ្នឹងបាទនេះ folder របស់ខ្ញុំមិញណាបាទអញ្ចឹងខ្ញុំចុចបើកមកអូខេបាទនេះគឺជា Google Sheet បាទឥឡូវយើងចង់បំលែង Google Sheet ហ្នឹងទៅជា Excel វិញបាទអញ្ចឹងអត់ពិបាកទេគ្រូអ្នកគ្រូអត់ពិបាកទេបាទអញ្ចឹងយើងគ្រាន់តែចុចបើកមកបាទយើងចុចបើកមកអូខេបាទយើងចុចបើកហើយបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូយកពាក្យថា file បាទនេះយកពាក្យថា file កន្លែងនេះចាំខ្ញុំត្រឡប់មកម្ដងទៀតឥឡូវខ្ញុំសូមធ្វើមកត្រួសសិនបាទយកពាក្យថា file មកបាទហើយបន្ទាប់មកយើងយកពាក្យថា download បាទនេះយកពាក្យថា download មកយើងនឹងឃើញពាក្យថា Microsoft Excel បាទនេះ Microsoft Excel អញ្ចឹងយើងយកពាក្យថា Microsoft Excel មកអញ្ចឹងចាំបន្តិចនេះវាធ្វើការ download ឲ្យយើងហើយឥឡូវសួរថាយើងទៅរកនៅណាឯកសារហ្នឹងពេលដែលយើង down បានអញ្ចឹងហើយអញ្ចឹងយើងត្រឡប់មកក្រោយមកយើងត្រឡប់មកក្រោយមកនេះរបស់យើងមកបាទយើងយកពាក្យនេះយើងរករូបថា PC នេះមកបាទបន្ទាប់មកលោកគ្រូអ្នកគ្រូសូមយកពាក្យថា download បាទយកពាក្យថា download មកហើយលោកគ្រូអ្នកគ្រូនឹងឃើញឯកសារដែលលោកគ្រូអ្នកគ្រូបានដូរនេះឃើញទេឯកសារដែលខ្ញុំដូរមិញណាអញ្ចឹងចុចបើកទៅឯកសារហ្នឹងនឹងคล้ายទៅជា Excel ហើយបាទឃើញទេបាទអូខេបាទ